សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញានិងអ្នកសារព័ត៌មានទាំងអស់ជាទីគោរពនិងជាទីមេត្រីនៅពេលនេះក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីផលប៉ះពាល់លើតំបន់ស៊ីវិលនិងការគាំពៀពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានវាទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកកនិងយោធាថៃដោយគិតចាប់ពីម៉ោង 6 ព្រឹករហូតមកដល់ម៉ោង 12 ថ្ងៃត្រង់ថ្ងៃទី 16 ខែធ្នូឆ្នាំ 2025 ដូចតទៅខេត្តឧត្តរមានជ័យទាហានថៃបានបន្តបើកការបាញ់ប្រហារលើកងកម្លាំងកម្ពុជាដោយប្រើប្រាស់អាវុធធុនតូចធំគ្រប់ប្រភេទនៅទិសប្រាសាទតាមាន់ធំប្រាសាទតាក្របីប្រាសាទខ្នាជប់កគីថ្មដូនអូស្មាច់ក្នុងភូមិសាស្ត្រក្រុងសំរោងនិងស្រុកបន្ទាយអំពិលផលប៉ះពាល់គឺប្រជាពលរដ្ឋស្លាប់របួសគ្មានប៉ុន្តែការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋស៊ីវិលដោយសារតែគ្រាប់ផ្លោងរបស់ភាគីថៃគឺមានចំនួន4ខ្នងហើយជនភៀសសឹកសរុបមានចំនួន 13,499 គ្រួសារស្មើនឹង 45,442 នាក់ស្រីចំនួន 22,021 នាក់ខេត្តព្រះវិហារភាគីថៃបានបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានិងតំបន់ផ្សេងៗដទៃទៀតចាប់ពីតំបន់អានសេះតំបន់ប្រាសាទព្រះវិហាររហូតដល់តំបន់មុំ3និងភូមិសាស្ត្រនានានៅវេលាម៉ោង 11:20 នាទីទាហានថៃបានបាញ់គ្រាប់ផ្លោងចូលភូមិឋានប្រជាពលរដ្ឋដែលជាតំបន់ស៊ីវិលស្ថិតនៅក្នុងភូមិសាស្ត្រភូមិទឹកក្រហមឃុំទឹកក្រហមស្រុកជាំខ្សានផលប៉ះពាល់គឺមិនមានប្រជាពលរដ្ឋរងគ្រោះនិងស្លាប់នោះទេឯខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋស៊ីវិលគឺមានចំនួន2ខ្នងជនភៀសសឹកថ្មីពុំទាន់មានជនភៀសសឹកសរុបមកដល់ពេលនេះគឺមានចំនួន 16,672 គ្រួសារស្មើនឹង 34,246 នាក់ស្រីចំនួន 18,221 នាក់បាទខេត្តបន្ទាយមានជ័យយោធាថៃបានបន្តបាញ់ផ្លោងគ្រាប់និងផ្សែងពុលមកលើភូមិសាស្ត្រភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៃឃុំអូបីជាន់ស្រុកអូជ្រៅយោធាថៃបានបន្តបាញ់ផ្លោងគ្រាប់មកលើភូមិសាស្ត្រឃុំគោករមៀតស្រុកថ្មពួកយោធាថៃបានបាញ់ផ្លោងជាច្រើនគ្រាប់ចូលភូមិសាស្ត្រភ្នំតែហាំងនៅភូមិចក់ពួកឃុំស្លក្រាមស្រុកស្វាយជែកហើយផលប៉ះពាល់គឺមិនមានទទួលបានរបាយការណ៍នៅឡើយជនភៀសសឹកថ្មីក៏ពុំទាន់មានជនភៀសសឹកសរុបមកដល់ពេលនេះគឺមានចំនួន 57,794 គ្រួសារស្មើនឹង 17,1558 នាក់ស្រីចំនួន 88,407 នាក់ខេត្តពោធិ៍សាត់វិញគឺនៅវេលាម៉ោង 9:49 នាទីព្រឹកទាហានថៃបានបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវាដាក់គោលដៅទីតាំងភ្លុកដំរីនិងបណ្ដាទីតាំងខាងក្រោយទីបញ្ជាការកង501និងទីបញ្ជាការវរៈ556ផលប៉ះពាល់គឺពុំទាន់ទទួលបាននៅឡើយហើយចំនួនជនភៀសសឹកពុំទាន់មានថ្មីទេប៉ុន្តែចំនួនសរុបគឺមាន 900 គ្រួសារស្មើនឹង 3,221 នាក់ស្រីចំនួន 1,542 នាក់ខេត្តបាត់ដំបងគឺសភាពការស្ងប់ស្ងាត់ហើយផលប៉ះពាល់ក៏គ្មានប៉ះពាល់ដល់របួសស្នាមស្លាប់ឬក៏ការខូចខាតអ្វីនោះឡើយប៉ុន្តែជនភៀសសឹកថ្មីគឺមានចំនួន 10 គ្រួសារស្មើនឹង 36 នាក់ស្រី 22 នាក់ជនភៀសសឹកសរុបមានចំនួន 12,120 គ្រួសារស្មើនឹង 43,220 នាក់ស្រីចំនួន 2,387 នាក់បាទខេត្តកោះកុងវិញម្ដងគឺសភាពការក៏ស្ងប់ស្ងាត់ដែរហើយផលប៉ះពាល់របួសស្នាមស្លាប់អីក៏គ្មានជនភៀសសឹកគឺថាស្លាប់ចំនួន 2 នាក់ដោយសារកាំងបេះដូងហើយក្រៅពីនេះគឺជនភៀសសឹកថ្មីពុំទាន់មាននៅឡើយជនភៀសសឹកសរុបគឺមានចំនួន 1,902 គ្រួសារស្មើនឹង 7,096 នាក់ស្រីចំនួន 3,121 នាក់ខេត្តបៃលិនសភាពការគឺស្ងប់ស្ងាត់ផលប៉ះពាល់នឹងជនភៀសសឹកគឺគ្មាននោះទេហើយខេត្តសៀមរាបគឺជាខេត្តចុងក្រោយដែលជាអ្នក
ជួយរ៉ាប់រងទទួលជនភៀសឹកគឺទទួលបានជនភៀសឹកថ្មីគិតចាប់ពីម៉ោង 6 ព្រឹករហូតមកដល់ម៉ោង 12 ថ្ងៃត្រង់នេះចំនួន 673 គ្រួសារស្មើនឹង 1087 នាក់ស្រីចំនួន 949 នាក់ហើយជនភៀសឹកសរុបតែម្ដងចាប់ពីថ្ងៃទី 7 ធ្នូរហូតមកដល់វេលាម៉ោង 12 ថ្ងៃទី 16 នេះគឺមានចំនួន 37,281 គ្រួសារស្មើនឹងស្មើនឹង 118,932 នាក់ស្រីចំនួន 64,332 នាក់បាទជាសរុបរួមគឺគិតចាប់ពីថ្ងៃទី 7 ខែធ្នូឆ្នាំ 2025 រហូតមកដល់ថ្ងៃត្រង់ថ្ងៃទី 16 ខែធ្នូឆ្នាំ 2025 នេះគឺករណីពលរដ្ឋស្លាប់និងរបួសគឺថាមានសរុបចំនួន 15 នាក់និងរបួស 75 នាក់ហើយករណីពលរដ្ឋនៅជំរំសុវត្ថិភាពគឺក្នុងខេត្តព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កោះកុងនិងខេត្តសៀមរាបគឺមានចំនួនសរុបចំនួន 127,168 គ្រួសារកើនឡើងចំនួន 660 គ្រួសារស្មើនឹងមនុស្សចំនួន 42,3715 នាក់កើនឡើងចំនួន 1,017 នាក់ក្នុងនោះគឺមានស្ត្រីប្រមាណជា 218,000 នាក់ហើយនឹងកុមារប្រមាណជា 13,000 នាក់ហើយតួលេខនេះសូមប្រគិនក៏ដូចជាបញ្ជាក់ជូនដែរថាអាចនឹងមានការប្រែប្រួលដោយសារតែជាតួលេខដែលយើងប្រមូលបានជាលក្ខណៈនៃដំបូងបាទក្នុងស្ថានភាពសង្គ្រាមដែលថៃប្រើប្រាស់អាវុធគ្រប់ធន់បាទមកលើកម្ពុជារបស់យើងបាទចំពោះការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តស៊ីវិលគឺជារួមមានការខូចខាតផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋបាទចំនួន 48 ខ្នងសាលារៀនមួយទីតាំងមណ្ឌលសុខភាពមួយទីតាំងប្រាសាទបុរាណមួយវត្តអារាម 4 ទីតាំងសាលាឆទានមួយទីតាំងកុដិព្រះសង្ឃមួយទីតាំងអគារកៃឡៃគយនិងរដ្ឋកោមួយអគារកាស៊ីណូ 4 ទីតាំងសន្តាគារ 3 ទីតាំងអគារ 3 ខ្នងមណ្ឌលកសិកម្មសហគមន៍មួយទីតាំងស្ពានថ្មមួយស្ពានដែកមួយក្បាលស្ពានមួយកន្លែងស្ថានីយ៍ប្រេងមួយទីតាំងមធ្យោបាយដឹកជញ្ជូន 5 គ្រឿងមានម៉ូតូ 1 គ្រឿងរថយន្តចំនួន 4 គ្រឿងឃ្លាំងទិញដំឡូងមួយទីតាំងនិងស្ពានបុរាណមួយកន្លែងដែលរងការទម្លាក់គ្រាប់បាននាព្រឹកថ្ងៃទី 15 ខែធ្នូឆ្នាំ 2025 ដែលទាហានថៃគឺប្រើប្រាស់យន្តហោះ F-16 ទម្លាក់មកលើតែម្ដងនៅព្រំបន្ទល់ស្រុកស្រីស្នំខេត្តសៀមរាបនិងស្រុកចុងកាល់ខេត្តឧត្តរមានជ័យដែលមានចម្ងាយជាង 70 គីឡូម៉ែត្រពីព្រំដែនបាទនេះសបញ្ជាក់ឲ្យឃើញអំពីការឈ្លានពានចូលជ្រៅមកដល់ដែនអធិបតេយ្យនៃកម្ពុជាក្រៅពីនេះគឺសេវាជាមូលដ្ឋានដូចជារដ្ឋបាលសុខាភិបាលនិងអប់រំតាមក្រុងស្រុកឃុំសង្កាត់ក៏បានផ្អាកស្ទើរទាំងស្រុងដោយសារតែភាគីថៃបង្កើនការវាយប្រហារមកលើតំបន់ស៊ីវិលមិនរើសគោលដៅទាំងតាមជើងគោកជើងទឹកនិងជើងអាកាសជាថ្មីម្ដងទៀតក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាមានមោទនភាពដែលបានឃើញកម្លាំងមហាសាមគ្គីជាតិកំពុងមានចលនាកាន់តែសកម្មរឹងមាំខ្ពស់ត្រដែតដោយកូនខ្មែរគ្រប់រូបនៅគ្រប់ទីកន្លែងទូទាំងពិភពលោកបានវិញស្មារតីជាតិជាធ្លុងមួយប្រគៀកស្មាគាំទ្រនិងជឿជាក់យ៉ាងមុតមមលើយុទ្ធសាស្ត្រការពារជាតិរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីមហាកម្លាំងសាមគ្គីនេះគឺបានផ្ដល់ធម៌ពលដ៏មហិមាជូនដល់កម្លាំងកងយុទ្ធពលខេមរៈភូមិន្ទកម្លាំងនគរបាលការពារព្រំដែនដែលកំពុងតែគៀកស្មាប្រយុទ្ធការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិប្រកបដោយម្ចាស់ការអង្គអាចក្លាហានឈរជើងយ៉ាងរឹងមាំនិងមានព្រៀបឈ្នះគ្រប់គោលដៅនៃសមរភូមិចំកណ្ណាខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណេះសូមក្រាបថ្វាយបង្គំលានិងសូមគោរពលា